ពីថ្ងៃអាទិត្យកន្លងទៅនេះថៃបានរៀបចំពិធីជប់លៀងដ៏ធំមួយដែលអញ្ជើញភ្ញៀវទេសចរជនជាតិចិន 10000 នាក់មកទទួលទានបាយដំណើបស្វាយជាង 5 តោនមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះធ្វើឡើងនៅជិតមាត់ទន្លេ Impact Lakeside ក្នុងស្រុកប៉ាក់ក្រេតខេត្តនន្ធំបុរីមានប្រវែង 150,000 ម៉ែត្រការ៉េដែលបានបំបែកកំណត់ត្រាពិភពលោក Guinness សម្រាប់ការបម្រើបាយដំណើបស្វាយដ៏ធំបំផុតគួរឲ្យដឹងផងដែរថាព្រឹត្តិការណ៍បំបែកកំណត់ត្រាពិភពលោក We Care About You នេះត្រូវបានរៀបចំដោយសភានីតិបញ្ញត្តិជាតិនិងសមាគមភ្នាក់ងារទេសចរថៃហើយក្នុងនោះក៏មានវត្តមានរបស់ឧបនាយករដ្ឋមន្ត្រីលោកប្រវិតវង្សសុវណ្ណផងដែរក្រៅពីបាយដំណើបស្វាយភ្ញៀវទេសចរទាំងនោះក៏ត្រូវបានបម្រើនៅមុខម្ហូបជាច្រើនរួមមានតុងយ៉ាំបង្កងឆ្អឹងជំនីបំពងនិងអាហារជាច្រើនមុខផ្សេងទៀតយោងតាមសារព័ត៌មានបរទេសមួយបានឲ្យដឹងថាពិធីជប់លៀងខាងលើបានបម្រើបាយដំណើបជាង 1.5 តោនរួមទាំងស្វាយជាង 6,000 ផ្លែសរុបទម្ងន់ប្រហែលជា 5 តោនសម្រាប់ធ្វើបង្អែមជូនភ្ញៀវជាង 1,250 តុប្រធានរដ្ឋសភានីតិបញ្ញត្តិលោកពីចិនខុនដាច់ឆាខុតបានមានប្រសាសន៍ថាដោយសារចំនួនភ្ញៀវទេសចរចិនមានការធ្លាក់ចុះខ្លាំងបានជាប្រទេសថៃខិតខំប្រឹងប្រែងបង្កើនបទដ្ឋានសុវត្ថិភាពនិងសង្ឃឹមថាអាចស្ដារទំនុកចិត្តរបស់ភ្ញៀវទេសចរចិនមកកម្សាន្តនិងឲ្យពួកគេបានដឹងថាប្រទេសថៃគឺមានការព្រួយបារម្ភនិងយកចិត្តទុកដាក់ចំពោះពួកគេជាខ្លាំង។